មកចូលរួមកម្មវិធីដើរដើម្បីសន្តិភាពនេះដើម្បីអបអរសាទរដល់កងទ័ពយើងមួយហើយពីរដើម្បីស្រឡាញ់សន្តិភាពបានយើងខ្ញុំជាចាស់នឹងសុខចិត្តស្ម័គ្រចិត្តចូលរួមដើរដើម្បីអបអរសាទរដើម្បីសន្តិភាពបើនិយាយសន្តិភាពសំខាន់ណាសំខាន់បំផុតសន្តិភាពប្រទេសយើងថ្ងៃព្រោះមានសន្តិភាពបានយើងរស់នៅសុខស្រួលបានពេលដើរមកតាមមាត់ទន្លេតាមអីចឹងបើអត់សន្តិភាពក៏យើងមិនអាចដើរហើរបានដែរពួកឯងអាចប្រាប់ទៅបាទយើងខ្ញុំស្ម័គ្រចិត្តទាំងអស់គ្នាមកដើរដើម្បីសន្តិភាពនេះដើម្បីបង្ហាញឲ្យប្រទេសឃ្លានពានយើងឲ្យបានដឹងថាខ្មែរយើងស្រឡាញ់ខ្មែរគ្រប់គ្រងខ្មែរដើរដើម្បីសន្តិភាពសោកស្ដាយឈឺចាប់ព្រោះយើងខ្ញុំចំណាស់នេះធ្លាប់ជួបប្រទេសដែរណាហើយដល់ឃើញអញ្ចឹងពិបាកវេទនាឈឺចាប់ខ្លាំងណាប្រជាជនកម្ពុជាដើររកសន្តិភាពដើម្បីកុំឲ្យពួកខ្មាំងទៅត្រូវវាមើលញោមញីនៅប្រទេសកម្ពុជាទៀតសូមដឹកដល់អន្តរជាតិគ្រប់ប្រទេសទាំងអស់ជួយគ្រប់គ្រងនៅប្រជាជនខ្មែរតែវេទនាខ្ញុំយល់ឃើញថាពួកចៅឆ្លៀនពៀនថៃនេះវារំលោភបំពានលើសិទ្ធិរបស់ប្រជាជនកម្ពុជាដោយមានសម្ដេចបវរសម្ដេចហ៊ុនម៉ាណែតសម្ដេចពុកបានជួយរកសន្តិភាពឲ្យហើយខំចរចានៅថ្ងៃទី26ហើយវាមិនព្រមកិច្ចព្រមព្រៀងជាមួយយើងទេវានៅតតាំងវាឆ្មោះនិងទម្លាក់គ្រាប់មានគ្រប់ប្រភេទទាំងអស់មកលើប្រជាជនកម្ពុជាយើងនេះខ្ញុំសូមចូលរួមដើរក្នុងថ្ងៃនេះដើម្បីអបអរចង់បានសន្តិភាពថ្ងៃមុខកុំឲ្យប្រទេសសៀមនៅឆ្លៀនពៀនទៀតសូមអន្តរជាតិជួយដល់ប្រជាជនកម្ពុជាផងបាយចាត់ដោយសារឃើញប្រជាជនយើងសាមគ្គីគ្នាហើយធ្វើចឹងដើម្បីឲ្យពិភពលោកដឹងថាពួកយើងស្រឡាញ់សន្តិភាពទាំងអស់គ្នាព្រោះឲ្យប្រទេសយើងឥឡូវកំពុងតែចង់ឲ្យដល់ពេលចឹងទៅពួកយើងត្រូវការសន្តិភាពអត់ចង់បានសង្គ្រាមចាពូទូខ្ញុំនៅពេញស្រួលចឹងតែប៉ុន្តែដល់ពេលមើលទៅស្ថានភាពអ្នកនៅខេត្តវិញយើងមានអារម្មណ៍ថាអត់សុខខ្លួនណាដោយសារគេពិបាកហើយយើងកេងនៅផ្ទះស្រួលពេលចឹងទៅអត់ចង់ឲ្យប្រទេសមានសង្គ្រាមទេចង់ឲ្យប្រទេសទាំងពីរមានសន្តិភាពឡើងវិញបាទពូសម្រាប់ខ្ញុំក្នុងការដើរដើម្បីសន្តិភាពថ្ងៃនេះខ្ញុំគិតថាវាជារឿងដែលល្អមួយដែលយើងគួរតែធ្វើទាំងអស់គ្នាជាពិសេសនៅពេលដែលប្រទេសកម្ពុជាយើងដែលមានសង្គ្រាមនៅពេលបច្ចុប្បន្ននេះហើយយើងដើរនេះដើម្បីក្នុងគោលបំណងបញ្ជាក់ថាប្រទេសកម្ពុជាស្រឡាញ់សន្តិភាពត្រូវការសន្តិភាពអត់ត្រូវការមានសង្គ្រាមអីទាំងអស់សម្រាប់ខ្ញុំជាយុវជនដែលនៅសិក្សាហើយជាប្រជាជនកម្ពុជាមកខ្ញុំគិតថាវាពិតជាសង្វេគខ្លាំងដែរប្រទេសសៀមបានទម្លាក់គ្រាប់បែកនៅព្រំដែនប្រទេសយើងធ្វើឲ្យក្មេងៗឬមួយក៏អ៊ំពូមីងគាត់ទៅភៀសសឹកទៅនៅតំបន់ដែលមានសុខភាពគាត់អត់បែកពីផ្ទះបែកពីគ្រួសារជាពិសេសក្មេងៗមួយចំនួនដែលពុកឬមួយក៏ពូរបស់គាត់ត្រូវទៅធ្វើតាហ៊ានបានបាត់បង់ជីវិតអីចឹងណាពូខ្ញុំមានអារម្មណ៍ថាសង្វេគរបស់ពួកគាត់ជាចុងក្រោយខ្ញុំចង់ផ្ញើសារទៅពូដែលធ្វើជាវីរៈកងទ័ពទៅជួយការពារដល់ប្រទេសជាតិខ្ញុំចង់ឲ្យគាត់ខំប្រឹងតស៊ូហើយជួយពួកគាត់ចាំថាពួកគាត់អត់ឯកាយពួកគាត់មានពួកខ្ញុំដែលជាតាហ៊ានជួរក្រៅនេះចាំជួយជានិច្ចមិនថាជាស្បៀងឬមួយក៏ជាកម្លាំងដែលខ្ញុំនឹងជួយគ្រប់គ្រងពួកគាត់ឲ្យអស់ពីកម្លាំងដែលខ្ញុំធ្វើបានដោយសារតែខ្ញុំស្ម័គ្រចិត្តមកចង់លើកទឹកចិត្តឲ្យបងកងទ័ពនិងពូអ៊ំដែលនៅជួរមុខឲ្យដើម្បីឲ្យអ្នកនៅក្រៅប្រទេសដឹងថាខ្មែរយើងស្រឡាញ់គ្នានិងចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នខ្ញុំមានអារម្មណ៍ថាអត់សូវសប្បាយចិត្តដោយសារតែពួកខ្ញុំបានមករៀនហើយអ្នកភាសាអ្នកនៅតាមភាសាអីសង្កេតបានមករៀនតាំងក្មេងតាំងចាស់ហើយរំទៅអត់បានជួបជុំគ្រួសារដោយពួកខ្ញុំទាំងដែលខ្ញុំកំពុងតែកេងស្រួលញ៉ាំស្រួលហើយពួកគាត់វិញកំពុងតែពិបាកខ្ញុំសូមប្រាប់ថាឲ្យថៃឈប់បាញ់ទៅចង់ឲ្យប្រទេសកម្ពុជាយើងមានសន្តិភាពឡើងវិញចង់សបោសម័យដូចមុនអត់ចង់មានគ្រឿងការຕົកដូចឥឡូវទេទស្សនិកជនជាទីមេត្រីទស្សនភាពដែលលោកអ្នកនាងបានទស្សនាផ្ទាល់នៅក្នុងកម្មវិធីដើរដើម្បីសន្តិភាពដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាបានចាប់ផ្ដើមដើរក្បួននេះតាំងពីផ្សាររាត្រីរហូតមកដល់វិមានឯករាជ្យហើយទស្សនភាពផ្ទាល់នៅពេលនេះគឺមានច្រើនប្រជាពលរដ្ឋសាធារណជនរួមទាំងព្រះសង្ឃដែលបានចូលរួមក្នុងកម្មវិធីដើរដើម្បីសន្តិភាពដើម្បីបង្ហាញទៅដល់អន្តរជាតិឲ្យដឹងថាប្រទេសកម្ពុជាស្រឡាញ់សុខសន្តិភាពហើយបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងតែមានសង្គ្រាមជាមួយនឹងប្រទេសថៃដោយសារតែប្រទេសថៃនឹងបានឈ្លានពានមកប្រទេសកម្ពុជាតាំងពីថ្ងៃទី7រហូតមកដល់ថ្ងៃទី18ខែធ្នូឆ្នាំ2025នេះនៅតែបន្តមានសង្គ្រាមនឹងគ្នាហើយប្រទេសកម្ពុជានៅតែទទូចនឹងចង់បានសុខសន្តិភាពជាចាំបាច់ខណៈនេះខ្ញុំបាទទូសោភ័ណ្ឌរាយការណ៍ពីទីតាំងដើរដើម្បីសន្តិភាពរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាបណ្ឌិតទេសនិកជនព្រឹត្តិការណ៍ថ្មើរជើងដើម្បីសន្តិភាព Might for Peace នេះគឺធ្វើឡើងស្របពេលដែលកម្ពុជានៅតែទទួលរងការបាញ់ប្រហារនិងទម្លាក់គ្រាប់បែកឈ្លានពានពីយោធាថៃដែលធ្វើឲ្យខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលរបស់កម្ពុជាជនស៊ីវិលស្លាប់និងរបួសជាច្រើនអ្នកក្នុងនោះយើងបន្តទៅមើលពីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋហើយក៏មានព្រះសង្ឃយ៉ាងច្រើនកកកផងដែរដែលបានចូលរួមហើយមិនត្រឹមតែប៉ុណ្ណោះគឺសាសនិកអ៊ីស្លាមក៏បានបង្ហាញពីស្មារតីស្នេហាជាតិរួបរวมជាតិកម្ពុជាដោយពួកគេបាននាំគ្នាទទូចដល់សហគមន៍អន្តរជាតិពិភពលោកទាំងមូលពិសេសមហាអំណាចធំដូចជាសហរដ្ឋអាមេរិកនិងចិនដែលបានឃើញទុក្ខលំបាករបស់ប្រជាជាតិកម្ពុជាហើយនឹងជួយរកយុត្តិធម៌ជូនកម្ពុជាដែលជាជនរងគ្រោះពិតប្រាកដនាមខ្ញុំជាអ្នកកាសែតអ៊ីស្លាម
ដែលរួមរស់នៅក្នុងប្រទេសកម្ពុជាក៏ដូចជាគណៈអ៊ីម៉ាមទួនបងប្អូនយុវជនថ្ងៃនេះយើងពិតជាមានក្តីសប្បាយរីករាយនៅពេលឮថាសហភាពសហព័ន្ធយុវជនកម្ពុជាសសយកនឹងរៀបចំពិធីដើរថ្មើរជើងដើម្បីសន្តិភាពក្នុងបំណងដើម្បីចូលរួមធ្វើយ៉ាងម៉េចឲ្យកម្ពុជារបស់យើងបានទទួលសុខសន្តិភាពតរៀងទៅតាមរយៈការបង្ហាញនៅទឹកចិត្តគ្រប់គ្រងក៏ដូចជាបង្ហាញនៅក្តីអាណិតស្រឡាញ់ដល់ប្រទេសជាតិរបស់យើងដែលទទួលរងនៅការឈ្លានពានពីបរទេសកម្ពុជារបស់យើងនឹងគឺជាប្រទេសមួយស្រុតត្រង់ហើយចង់បានតែសន្តិភាពហើយជាមួយគ្នានេះបណ្ដាសាសនាក៏ដូចជាខាងខ្ញុំអ៊ីស្លាមហ្នឹងគឺយើងតែងតែធ្វើកម្មវិធីបួងសួងសូមទូអាពីព្រះអល់ឡោះនឹងឲ្យកម្ពុជាយើងទទួលបាននូវក្តីសុខសេនសានជាពិសេសយើងជឿជាក់ដល់ប្រមុខរដ្ឋាភិបាលរបស់យើងដែលមានសម្ដេចតេជោក៏ដូចជាសម្ដេចថាប្តីរបស់យើងក្នុងការដឹកនាំប្រទេសជាតិនាវាប្រកបដោយសន្តិភាពរបស់យើងនេះមានបងប្អូនយើងមានខ្លះជាអាវមោទនភាពជាតិខ្មែរមានខ្លះលោកកាន់ទង់ជាតិមានបាតាមានអ្វីបំផាញទឹកចិត្តរបស់លោកហើយទៅសេដៃតែម្ដងមិនមែនជាការបោះពុំអីទេយើងខាងជួរខាងក្រៅនេះអត់អាចកាន់អាវុធឡើងទៅសមរភូមិដើម្បីច្បាំងដោយបងខាងកងទ័ពជួរខាងមុខទេអញ្ចឹងហើយមានតែយើងខាងជួរខាងក្រៅនេះមានតែកម្លាំងចិត្តដើរដើម្បីសន្តិភាពរបស់ប្រទេសកម្ពុជាយើងមកដល់មនឹកស្មានថាឃើញបងប្អូនប្រជាពលរដ្ឋរបស់យើងគឺច្រើនមែនទែនច្រើនលើសពីការរំពឹងទុកថាពួកគាត់គឺមានកម្លាំងសាមគ្គីខ្លាំងមែនទែនដែលបានចូលរួមថ្ងៃនេះដើម្បីដើរសន្តិភាពប្រទេសកម្ពុជាយើងថ្ងៃនេះប្រជាជនខ្មែរយើងទូទាំងប្រទេសមានកិត្តិយសដើម្បីធ្វើនៅធម្មយាត្រាដែលយើងហៅថាធម្មយាត្រាមួយស្វែងរកសុខសន្តិភាពដោយមានការឈ្លានពានពីប្រទេសជិតខាងដែលពួកគាត់បានធ្វើនៅការបាញ់ប្រហារមកលើទឹកដីប្រទេសកម្ពុជាយើងដោយឡែកតែប្រទេសកម្ពុជាយើងមិនត្រូវការសង្គ្រាមទេគឺត្រូវការតែសុខសន្តិភាពអញ្ចឹងហើយបានជាប្រមុខថ្នាក់ដឹកនាំក៏ដូចជាគណៈសង្ឃនាយកសម្ដេចព្រះមហាសង្ឃរាជជាដើមហ្នឹងក៏បានធ្វើនៅនិមន្តព្រះសង្ឃទូទាំងប្រទេសបានធ្វើនៅធម្មយាត្រាដើម្បីស្វែងរកសុខសន្តិភាពគឺប្រទេសខ្មែរយើងមិនត្រូវការសង្គ្រាមនេះទេគួរបញ្ជាក់ផងដែរថាក្បួនព្យុហយាត្រាថ្មើរជើងដើម្បីសន្តិភាព March for Peace គឺត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថាសសយកក្រោមការផ្ដួចផ្ដើមគំនិតនិងដឹកនាំការថ្មើរជើងដោយឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផ្ទាល់ដែលការថ្មើរជើងនេះនឹងដើរគឺបានដើរចេញពីផ្លូវព្រះស៊ីសវត្តចំណុចផ្សាររាត្រីឆ្ពោះមកកាន់វិមានឯករាជ្យមិនត្រឹមតែប្រជាពលរដ្ឋខ្មែរព្រះសង្ឃក៏ដូចជាសាសនិកអ៊ីស្លាមដែលសុទ្ធសឹងតែបានទទូចឲ្យសហគមន៍អន្តរជាតិចូលរួមរកយុត្តិធម៌សម្រាប់កម្ពុជាថ្មើរជើងដើម្បីសន្តិភាពនេះក៏មានវត្តមានជនបរទេសចូលរួមផងដែរខណៈដែលជនបរទេសបានគាំទ្រដោយពួកគេមើលឃើញថាកម្ពុជាពិតជាបដិញ្ញាចិត្តខ្ពស់នឹងធ្វើសកម្មភាពជាច្រើននៅក្នុងការចង់បញ្ចប់សង្គ្រាមនិងយកមកវិញនូវសន្តិភាពជនបរទេសលើកឡើងថាសង្គ្រាមពិតជាគ្មានផលវិជ្ជមានទេសង្គ្រាមមានតែផ្ដល់វិនាសកម្មស្លាប់និងរបួសជីវិតមនុស្សត្រូវជន្លៀសប្រជាពលរដ្ឋប៉ះពាល់ខ្លាំងទៅដល់កុមារផងដែរសូមស្ដាប់ការលើកឡើងបន្ថែមរបស់ជនបរទេសដែលបានចូលរួមនៅព្រឹត្តិការណ៍ថ្មើរជើងដើម្បីសន្តិភាពនៅកម្ពុជា Because I want to support the young people that obviously want the peace. The young people don't start the problem, they inherit the problem, but they deserve better than is happening at the moment. And just to show that the Barang support the country that we are lucky to live in and we love living in. Yeah. And we need to get the peace as quickly as we can because it's always the civilians and the young who suffer. And so, of course, they just want to return to get back to school, to their homes, and I think and hope that the Thai and the Cambodians that they focus on what they have in common, not what we have in differences. Yeah. Nobody likes war, I think. Too many die, too many young guys die. For what? For nothing. People need to leave their home. Yeah, they have to leave their home. Yeah, not a good situation. Not good. Yeah, I mean, I love Cambodia, Srolang, Kampuchea. I've been living here for a long time. I came here to be with my wife and we have a family here. I haven't been home to England. I've stayed here. I work with Belty International University here. And I just love Cambodia. I love the people. I love the atmosphere. I love everything about it. And I think that the Khmer people, in my experience, because I've travelled the world, are the kindest, most generous, sweetest people in the world. We want peace, of course we do. Everybody wants peace, you know. Right now in the world, I think that after COVID-19, there's a lot of anger and frustration. And it's made the world more volatile. But I think if we talk, if we get together, if we relax, we can get through our problems. And Cambodia is leading that, you know. They are so committed to peace. That's why we're here today to support. Yeah, I mean, that is a common problem across the globe, you know. England taking a lot of people from around the world right now who've been displaced by war. And of course, Cambodia, we see on the news, we see the reports of people having to move out their homes. It's very destructive because it disrupts their lives and it makes people upset. They can't live properly. Their whole morale and feeling goes down. So we feel very much for them. We donated some things through Belty, some drink and some clothes for them. And I think that lots of Cambodian people, lots of Khmer people have done the same because, you know, when I think in my mind when
one Khmer needs help, all Khmer people help. So this is my feeling. Well, I think that Cambodian people are positive. I think that they have a positive view of the world. I think we've become here in Cambodia a much more international player. We're a developing country, we're doing very well, the economy is moving forward, and I think that we want to succeed, and you cannot succeed without peace. This march for peace is showing Cambodia, but also showing the world that this is what we want, we mean business, So I think that message will get through. I think Excellency Hun Mani, he's pushing, he's a great leader, he is a drive to move people in one direction, and he's certainly done that. This is what I observe. ព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពធ្វើឡើងនៅក្នុងគោលបំណងបង្ហាញស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជាជាពិសេសជំរុញឲ្យមានការគោរពបទឈប់បាញ់និងកិច្ចព្រមព្រៀងសម្ដៅសម្ដេចបានសន្តិភាពរវាងប្រទេសទាំងពីរកម្ពុជាថៃ ប្រជាពលរដ្ឋនៅទូទាំងប្រទេសក្មេងចាស់ប្រុសស្រីបានអំពាវនាវឲ្យមានការស្ដារសន្តិភាពឡើងវិញរវាងកម្ពុជានិងថៃហើយប្រកាសបានលើកឡើងស្រដៀងគ្នាទៀតថាកម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាពពលគឺបញ្ចង់បានសង្គ្រាមនោះទេព្រោះថាបើគ្មានសន្តិភាពគឺគ្មានការអភិវឌ្ឍអ្វីទាំងអស់អ្នកស្រីនៅកំសួរពលរដ្ឋរស់នៅរាជធានីភ្នំពេញបច្ចុប្បន្នជាចៅសង្កាត់រងទី1សង្កាត់ផ្សារកណ្ដាល2ខណ្ឌដូនពេញនៅក្នុងឱកាសចូលរួមព្រឹត្តិការណ៍ក្បួនព្យុហយាត្រាថ្មីជើងដើម្បីសន្តិភាពនៅរសៀលថ្ងៃនេះបានប្រាប់ឲ្យដឹងថាដោយសារធ្លាប់បានឆ្លងកាត់សម័យសង្គ្រាមរបបប្រល័យពូជសាសន៍ប៉ុលពតគឺមិនដែលបានផ្ដល់សុភមង្គលភាពរីកចម្រើនការជួបជុំក្រុមគ្រួសារដោយសម័យមានសន្តិភាពនោះទេអ្នកស្រីបានបន្តទៀតថាសង្គ្រាមគឺធ្វើឲ្យបែកបាក់គ្រួសារបាត់បង់បងប្អូនសាច់ញាតិហើយវិស័យគ្រប់យ៉ាងក៏ត្រូវបានបាត់បង់ទាំងអស់ដែរក្រុមប្រជាពលរដ្ឋដែលបានចូលរួមព្រឹត្តិការណ៍ក្បួនព្យុហយាត្រាថ្មើរជើងដើម្បីសន្តិភាពនៅរសៀលថ្ងៃនេះបានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាលនិងចង់ឲ្យសង្គមជាតិខ្មែរបន្តរស់នៅក្រោមបន្លប់នៃសុខសន្តិភាពជារៀងរហូតដើម្បីមានឱកាសចូលរួមក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ពួកខាងខ្ញុំមកច្រើនហើយដើម្បីចូលរួមទាំងអស់គ្នាថ្ងៃនេះយើងត្រូវស្រែកឲ្យពិភពលោកបានដឹងថាកម្ពុជាត្រូវការសន្តិភាពមិនមែនត្រូវការសង្គ្រាមទេបាទទាំងអស់គ្នាមកនេះគឺយើងបញ្ចេញនៅទឹកចិត្តបង្ហាញពិភពលោកថាខ្មែរកម្ពុជាមួយនេះមិនត្រូវការសង្គ្រាមទេត្រូវការសន្តិភាពបាទកាលណាដែលយើងមានសន្តិភាពប្រទេសរបស់យើងក៏រីកចម្រើនប្រជាជនរបស់យើងរស់នៅបានសុខបានសប្បាយទាំងអស់គ្នាហើយប្រទេសរបស់យើងមានការអភិវឌ្ឍបានឆាប់រហ័សផងដែរបាទខ្ញុំចង់ផ្ដាំផ្ញើទៅបងប្អូនចំនួនក្រោយឲ្យបងប្អូនខិតខំរៀនសូត្រដើម្បីឲ្យមានចំណេះដឹងនៅក្នុងខ្លួនឲ្យបានច្បាស់លាស់ដើម្បីពង្រឹងឲ្យប្រទេសជាតិរបស់យើងរឹងមាំមិនអាចធ្វើឲ្យប្រទេសណាឈ្លានពានយើងបានទេយើងឃើញថាបើសិនជាមានសន្តិភាពប្រទេសរបស់យើងពិតជារីកចម្រើនហើយបានល្អណាស់កូនខ្មែររបស់យើងគឺមានការរៀនបានខ្ពង់ខ្ពស់ទាំងអស់គ្នាបាទអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានចូលរួមទាំងអស់គ្នាបង្ហាញទឹកចិត្តយើងខ្មែរត្រូវការសន្តិភាពមែនទេបាទអរគុណហើយចឹងយើងស្រែកថាខ្មែរកម្ពុជាត្រូវការសន្តិភាពទាំងអស់គ្នាគោលបំណងសំខាន់គឺមកចូលរួមអបអរសាទរនៅព្យុហយាត្រាមហាព្យុហយាត្រាដែលចេញពីទឹកចិត្តរបស់ប្រជាពលរដ្ឋយើងរបស់យុវជនយើងនៅសមរភូមិក្រោយចាដែលបានចូលរួមយើងខ្ញុំមកនេះគឺដោយឆន្ទៈដោយស្មារតីជឿជាក់ចាក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលយើងសង្ឃឹមថានឹងរកយុត្តិធម៌ជូនប្រជាជនរបស់យើងដែលជាប្រទេសតូចចាជាប្រទេសតូចតាចប៉ុន្តែពិភពលោកនឹងមើលឃើញថាភាពត្រឹមត្រូវរបស់ប្រទេសយើងគឺសូមឲ្យពិភពលោករកជួយរកយុត្តិធម៌ជូនប្រជាជនយើងប្រជាជនកម្ពុជាយើងចាហើយបច្ចុប្បន្នដែលកំពុងតែមានការឈានទានពីប្រទេសសៀមចានៅតាមព្រំដែនសូមឲ្យជូនពរដល់វីរៈកងទ័ពរបស់យើងណាចារឹងមាំឡើងសមរភូមិក្រោយនៅចិត្តជាមួយនឹងសមរភូមិបុកជានិច្ចទន្ទឹមនឹងនេះមូលដ្ឋាននាងខ្ញុំបានបញ្ជូននៅស្បៀងជាលើកទី2ចាជូនទៅដល់វីរៈកងទ័ពរបស់យើងដែលផុសចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋយើងចូលរួមចំពោះសប្បុរសជនដ៏ល្អប្រពៃបានចូលរួមដោយស្ម័គ្រចិត្តចាហើយទំនេះខ្ញុំទាំងអស់គ្នាតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្សារកណ្ដាលទី2ទាំងមូលក៏ដូចជាទូទាំងខណ្ឌដូនពេញជាពិសេសរាជធានីភ្នំពេញនឹងចូលរួមគាំទ្រជានិច្ចចានឹងសូមលើកទឹកចិត្តដល់ក្មួយវីរៈកងទ័ពដ៏ក្លាហានដែលកំពុងឈរជើងយ៉ាងរឹងមាំដើម្បីការពារប្រទេសជាតិរបស់យើងមិនឲ្យពួកឈានពានមកទេសំណូមពរជាចុងក្រោយសូមឲ្យពិភពលោកអន្តរជាតិរកយុត្តិធម៌ជូនដល់ប្រទេសកម្ពុជាយើងអូយសប្បាយចិត្តខ្លាំងណាស់សប្បាយចិត្តណាស់សម្ដេចពុកនឹងបវរទៅដីដាច់ហ៊ុនម៉ាណែតដែលបានដឹកនាំឲ្យបងប្អូនទាំងអស់គ្នានឹងមានសន្តិភាពមកដល់សប្តាហ៍នេះចឹងបានបងប្អូនយើងទាំងអស់គ្នានឹងត្រូវការសន្តិភាពអត់ចង់ឲ្យមានសង្គ្រាមតទៀតទេសម្ដេចពុកបាត់ខំណាស់នឹងបវរទៅដីហ៊ុនម៉ាណែតបាត់ខំណាស់ណាពេលនេះខ្ញុំឃើញម្ដងនេះមកសម្ដេចពុកខ្លាំងណាស់ចឹងបានបងប្អូនទាំងអស់គ្នាទាំងខ្ញុំទាំងអីត្រូវការសន្តិភាពចាប់ថ្ងៃតទៅត្រូវការសន្តិភាពសូមអំពាវនាវដល់អន្តរជាតិទាំងអស់សូមជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋកម្ពុជាខ្ញុំផងចាដែលរងអំពើការឈានពានរបស់អ្នកជិតខាងជនជាតិដទៃកម្ពុជាត្រូវការសន្តិភាពកម្ពុជា One Piece កម្ពុជាត្រូវការសន្តិភាពចាអត់មានកម្ពុជាអត់ត្រូវឈានពានអ្នកណាទេមានតែគេទេមកឈានពានកម្ពុជាចាអរគុណសន្តិភាពពេលនេះមកនេះយើងខ្ញុំទាំងអស់គ្នាត្រូវការសន្តិភាពត្រូវការសន្តិភាពត្រូវការសន្តិភាព
យើងមកដល់ទីនេះដើម្បីសន្តិភាពបងហើយក្នុងនាមយើងជាសិស្សជាតបចូលក្រោយមួយដែរយើងពិតជាមានមោទនភាពហើយយើងជាតបចូលក្រោយយើងនឹងគ្រប់គ្រងតបជាមុខជានិច្ចនឹងដឹងគុណរបស់ពួកគាត់ពេញមួយជីវិតហើយតែយើងចង់បានសន្តិភាពដោយសារតែសន្តិភាពដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសជាតិយើងបងដើម្បីឲ្យក្មេងៗបានត្រឡប់ទៅសាលារៀនវិញហើយបងជនភេទអាចត្រឡប់ទៅផ្ទះវិញបានបងហើយយើងរួមគ្នាដើម្បីអភិវឌ្ឍប្រទេសតាំងពីពេលមានសង្គ្រាមមកខ្ញុំឃើញថាប្រជាជនខ្មែរយើងគឺមានការរួបរวมសាមគ្គីគ្នាល្អមែនទែនបងហើយយើងឃើញពីទឹកចិត្តនិងកម្លាំងរបស់ប្រជាជនខ្មែរយើងបងដើម្បីឲ្យមានសន្តិភាពជាដំបូងយើងជាយុវជនហ្នឹងត្រូវខិតខំរៀនសូត្រជាមុនសិនបងដល់ពួកឯងយើងជាទំពាំងស្នងរស័យសំខាន់មែនទែនដើម្បីដើរតួនាទីយ៉ាងសំខាន់ដើម្បីអភិវឌ្ឍប្រទេសជាតិយើងទៅខាងមុខហើយជាគំរូមួយដល់ក្មេងៗជំនាន់ក្រោយបងសារបងពិតជាគោរពដឹងគុណដល់ពួកគាត់មែនទែនហើយយើងពិតជាសូមអរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលបានស្វាស្វែងរកមធ្យោបាយនៅក្នុងពេលវេលាដ៏លំបាកនេះបងប្រជាពលរដ្ឋកម្ពុជាទាំងអស់បានប្រកាសម្ដងហើយម្ដងទៀតថារាល់ថ្ងៃនេះពិតជាចង់បានសន្តិភាពមិនចង់ឃើញការបំផ្លិចបំផ្លាញវិនាសកម្មនិងការបាត់បង់អាយុជីវិតទាំងសងខាងព្រោះនេះគឺជាអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចទៅហើយទស្សនិកជនយើងបន្តទៅតាមដានពីបច្ចុប្បន្នភាពនៃសមរភូមិដែលថៃបន្តវាយប្រហារឈ្លានពានកម្ពុជាចូលដល់12ថ្ងៃហើយគឺត្រឹមថ្ងៃទី18ខែធ្នូនេះបើតាមលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យនៃក្រសួងការពារជាតិកម្ពុជាដែលបានបន្តជម្រាបជូនតាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី18ខែធ្នូនេះមកទល់ល្ងាចនេះភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដោយបានបាញ់ប្រហារមកលើដែនដីកម្ពុជាលើមូលដ្ឋានជនស៊ីវិលនៅក្នុងភូមិសាស្ត្រភូមិភាគទី4ខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារយោធាថៃបានចល័តនឹងវាយប្រហារនៅភូមិសាស្ត្រផ្ទះក្រហម5មករាភ្នំទ្រាប់ប្រាសាទព្រះវិហារនិងចំការជែកហើយបន្តបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទតាមាន់និងប្រាសាទតាក្របីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោចនិងពាក់ស្បែកយោធាថៃក៏បានបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចនិង5មករាផងដែរសកម្មភាពនៃការបាញ់ប្រហាររបស់យោធាថៃដើម្បីឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជានៅតែបន្តការបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំនិងកាំភ្លើងចល័តបាញ់ចូលភូមិសាស្ត្រប្រាសាទព្រះវិហារនិងភ្នំត្រងោលចំពោះភូមិសាស្ត្រតាថាវភ្នំខ្មោចនិងប្រាសាទតាមាន់គឺបន្តបាញ់ផ្លោងឥតដាច់ចំណែកស្ថានភាពជួរមុខនៅសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបន្តបាញ់ប្រហារមកលើកម្ពុជាចាប់តាំងពីព្រឹករហូតដល់ល្ងាចផងដែរក្នុងនោះយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួននិងភូមិជោគជ័យក៏ដូចជាភូមិព្រៃច័ន្ទយោធាថៃក៏បានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនិងភូមិសាស្ត្រក្រុងស្រីសាភ័ណ្ឌខេត្តបន្ទាយមានជ័យដែលជាការវាយប្រហារទៅលើមូលដ្ឋានជនស៊ីវិលរបស់កម្ពុជាយ៉ាងពិតប្រាកដនៅសាលានឹកមិត្តភក្តិនឹកអ្នកគ្រូណោះចង់ទៅរៀនវិញអត់ចង់ទៅធ្វើអីគេកុំប្រាប់អីចង់ទៅរៀនចង់ទៅរៀននៅសាលាគុនវិញហ៎បាទចង់ឲ្យថៃជប់បាញ់ហើយចង់បានទៅរៀនវិញឥឡូវទៅពេលគេបាញ់គ្នាអញ្ចឹងអត់បានរៀនទេមែនទេបាទគុនចង់ទៅសាលាវិញដែរចង់ឲ្យឈប់ឲ្យបាញ់គ្នាចង់ទៅរៀនវិញហើយទីណាទីម៉ានទី6ឥឡូវកូនរត់មកអញ្ចឹងខាងរៀនមែនទេចាខាងរៀនច្រើនហើយនៅច្រើនហើយចង់ឲ្យថៃឈប់បាញ់ឲ្យខ្ញុំបានទៅរៀនវិញចង់ឲ្យថៃឈប់ធ្វើបាបពួកខ្ញុំទៅខ្ញុំចង់ទៅរៀនវិញហើយចង់ឲ្យលោកគ្រូអ្នកគ្រូចង់ទៅជួបលោកគ្រូអ្នកគ្រូវិញខាងរៀនមួយថ្ងៃហ្នឹងខាងថ្ងៃដែរបាទហើយឥឡូវនេះចង់ទៅរៀនវិញទេចង់ឲ្យថៃឈប់បាញ់ឲ្យទៅរៀនវិញបាទឥឡូវនេះកូនចង់ទៅរៀនវិញអត់ចង់ឲ្យខ្មែរយើងហ្នឹងមានសុខសន្តិភាពវិញបាទចង់ឲ្យថៃឈប់បាញ់ឲ្យមានសុខសន្តិភាពវិញពូពិបាកនៅនេះពិបាកកន្លែងដេកចង្ហាល់ប៊ូខំឲ្យវិញហ្នឹងពូហើយពេលរត់មកហ្នឹងកូនមានយកសភៅយកបិចឲ្យមកតាមទេមកដៃអីយកថ្នាក់ទីម៉ានឥឡូវទី5ហើយចង់ទៅសាលាកូនវិញទេចង់កូនចង់ឲ្យថៃឈប់ធ្វើបាបកូនឈប់ធ្វើបាបម៉ែកូនដើម្បីកូនបានទៅរៀនទៅផ្ទះវិញហ៎កូនចង់ហ៎ចង់កូននិយាយកូនចង់ឲ្យថៃចង់ឲ្យថៃឈប់បាញ់ដើម្បីបានទៅរៀនវិញចង់ឲ្យថៃឈប់បាញ់ឈប់ធ្វើបាបពួកខ្ញុំតូចចង់ទៅផ្ទះវិញប្រហែលថ្ងៃហើយកូនមកទីនេះចិត្តកន្លះខែពូហើយមូលហេតុបានមកនេះដោយសារថៃឲ្យខ្មែរមានសង្គ្រាមពេលដែលមានសង្គ្រាមអញ្ចឹងក្រុមគ្រួសារកូនពិបាកអីខ្លះឲ្យកូនអីពិបាកពូពិបាកទាំងការកន្លែងរស់នៅហើយពិបាកទាំងដល់ការសិក្សាខ្ញុំចង់ឲ្យថៃបញ្ឈប់សង្គ្រាមពូដោយសារតែឆ្ងាយផ្ទះរៀងយូរដែរហើយបែកពួកម៉ាក់រៀងយូរហើយនឹកសាលារៀនខ្ញុំចង់ឲ្យថៃឈប់បាញ់គ្នាខ្ញុំនឹកផ្ទះខ្ញុំហើយខ្ញុំចង់ទៅផ្ទះខ្ញុំវិញចង់ទៅរៀននៅសាលាខ្ញុំវិញពួកអីនៅនេះវារៀងពិបាកតេតិនទៅនឹងការភៀសសឹករបស់កុមារឬក៏សិស្សភៀសសឹកនៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនេះលោកយីសុងគីប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបាត់ដំបងក៏បានឲ្យដឹងដែរថានៅក្នុងខេត្តបាត់ដំបងមានស្រុកចំនួន4ដែលរងនៅផលប៉ះពាល់ដោយសារសង្គ្រាមនៅតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃជាមួយគ្នានេះសិស្ស
ប្រមាណជា 40,000 នាក់រងនូវផលប៉ះពាល់ហើយមកដល់ពេលនេះមន្ទីរអប់រំយុវជននិងកីឡាខេត្តបានយកចិត្តទុកដាក់នៅក្នុងការសម្រួលឲ្យសិស្សភាគសិក្សាមួយចំនួនបានសិក្សារៀនសូត្រនៅក្បែរជំរំដែលពួកគេកំពុងរស់នៅលោកយីសង្គីប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងបានបញ្ជាក់យ៉ាងដូចនេះសម្រាប់ខេត្តបាត់ដំបងគឺយើងបានប្រកាសបិទសាលារៀនបាទដែលបានការណែនាំពីក្រសួងអប់រំយុវជនកីឡាបានការណែនាំពីអាដាមអាបាខេត្តយើងបានផ្អាកជាបណ្ដោះអាសន្ននៅសាលារៀនចំនួន4ស្រុកជាប់ជាមួយនឹងព្រំដែនប្រទេសសៀមបាទហើយសាលារៀនដែលយើងបានប្រកាសបិទហ្នឹងគឺមានចំនួន241សាលាបាទដែលមានសិស្សានុសិស្សយើងជាង40,000 នាក់ហើយលោកគ្រូអ្នកគ្រូយើងខ្ទង់17,000 នាក់បាទដែលបានបាទហើយបច្ចុប្បន្ននេះគឺនៅបណ្ដាស្រុករបស់យើងគឺបងប្អូនជាពលរដ្ឋយើងបានចាក់ចេញបាទគាត់បានទៅជាជនភៀសសិស្សហើយកូនរបស់គាត់បានក្លាយទៅជាសិស្សភៀសសិស្សហើយបើយើងសរុបលើប្រហែលជាចូល30មណ្ឌលសុវត្ថិភាពហើយក្នុងនោះគឺក្រសួងអប់រំឧត្តមប្រជាបយុរដ្ឋមន្ត្រីបាទបានលើកទឹកចិត្តឲ្យសិស្សានុសិស្សរបស់យើងឆ្លៀតពេលហ្នឹងគឺទៅចូលរៀននៅសាលាដែលកំពុងមានសុវត្ថិភាពនៅបាត់ដំបងនេះយើងមានសាលាសុវត្ថិភាព10ក្រុងស្រុកបាទហើយមកដល់ថ្ងៃនេះគឺយើងមានសិស្សានុសិស្សរបស់យើងខ្ទង់ជាង2,600 នាក់ជាងដែលបានចូលរួមដែលបានចូលរៀនបាទជាមួយសាលារៀនយើងទាំងកម្រិតបឋមសិក្សាមធ្យមសិក្សាក៏ដូចជាមត្តេយ្យសិក្សាបាទជាក់ស្ដែងនៅសាលាបឋមសិក្សានេះគឺលោកនាយកលោកគ្រូយើងបានទទួលសិស្សានុសិស្សយើងប្រហែលជាជិត200នាក់ប្រហែល200នាក់បាទហើយកើនរហូតបាទនៅវិទ្យាល័យបវលដូចជាខ្ទង់600នាក់បាទសម្រាប់ថ្នាក់ទី10 11 12ហើយនៅផ្នែកអាមាសនេះគឺផ្នែកអាមាសបឋមគឺប្រហែលជាជាង200ដែរគឺច្រើនហើយបើយើងសរុបទៅជិត 3,000 ហើយខ្ញុំគិតថានឹងមានការកើនទៀតហើយមានការគ្រប់គ្រងពីអាដាមបាល់ខេត្តបាទមានការគ្រប់គ្រងពីអាជ្ញាធរមូលដ្ឋានជាពិសេសលោកគ្រូអ្នកគ្រូលោកនាយកយើងដែលជាសាលាបាទដែលជាសាលាសុវត្ថិភាពហ្នឹងគាត់បានទទួលសិស្សានុសិស្សទោះបីច្រើនមិនក៏ដោយឥឡូវទទួលមួយថ្នាក់ឡើង70នាក់ឡើង60នាក់បាទតែគាត់នៅប្រជាគ្នាដើម្បីឲ្យកូនយើងបានរៀនហើយតទៅមុខទៀតយើងក៏កំពុងតែរៀបចំឲ្យមានអាចថាមានថ្នាក់បណ្ដោះអាសន្ននៅតាមមណ្ឌលសម្រាប់កូនទូចៗដែលមកអត់កើតខ្ញុំសូមជម្រាបជូនដែរថានៅក្នុងខេត្តបាត់ដំបងមានស្រុកចំនួន4ដែលរងប៉ះពាល់ដោយសារសង្គ្រាមនៅបន្ទាត់ព្រំដែនកម្ពុជានិងថៃនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបងនេះក្នុងនោះមានស្រុកសំឡូតស្រុកកំរៀងស្រុកសំពៅលូននិងស្រុកភ្នំព្រឹកខ្ញុំប្រាក់បណ្ដារាយការណ៍ពីខេត្តបាត់ដំបងក៏លេខទៅមើលពីភាពលំបាករបស់ពលរដ្ឋភាគសឹកនៅខាងបន្ទាយមានជ័យវិញម្ដងអធិស្ឋានទស្សនិកជនគឺខាងឧត្តមមានជ័យដែរនៅក្នុងនោះយើងឃើញថាបណ្ដាប្រជាពលរដ្ឋទាំងចាស់ក្មេងគឺបន្តរស់នៅតាមមណ្ឌលសុវត្ថិភាពឈានចូលដល់រយៈពេល12ថ្ងៃនៃការវាយប្រហារឈ្លានពានរបស់យោធាថៃពលរដ្ឋចំណាស់រស់នៅខេត្តឧត្តមមានជ័យដែលកំពុងតែភាគសឹកបានលើកឡើងថាពួកគេមានអារម្មណ៍ថាឆ្អែតឆ្អន់នឹងរឿងរត់លូនក្រាបដោយសារតែសង្គ្រាមពីចំនួនមុនពិសេសគឺសង្គ្រាមបង្កឡើងដោយក្រុមប៉ុលពតហើយក៏បានបែកបាក់សាច់ញាតិគ្រួសារនិងរត់ចោលស្រុកទេសមករស់នៅជាដែនក្រុមពលរដ្ឋវ័យចំណាស់បន្តថាគិតថាក្រោយពីមានសមារណកម្មក្រោមនយោបាយឈ្នះរបស់សម្ដេចនាយកហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីប្រទេសជាតិមានសន្តិភាពជារៀងរហូតប៉ុន្តែមិនគួរណាប្រទេសថៃមានមហិច្ឆតាមកឈ្លានពានទឹកដីកម្ពុជាដែលបង្កឲ្យមានសង្គ្រាមជាថ្មីដែលបញ្ហានេះគឺពួកគាត់ឈឺចាប់ណាស់ហើយក៏អាណិតក្មេងៗចំនួនក្រោយដែលមកជួបការលំបាកបែបនេះអាណិតចៅមកម៉ូនេះម៉ែវាម៉ូប៉ាប់រត់ទៅហៅកូននេះសាលាមីមួយទៅរៀនសាលាបតីមីមួយទៅរៀនសាលាថ្នាក់ទី5ទៅរៀនគីវឿនម៉ែវាទៅយករត់រហេមរហាមម៉ូយកកូនម៉ូខ្ញុំមាននេះក្រៀបអុយប្រហែលទឿនពុបប៉ាប់អាណាម៉ែកាចាស់ពុបប៉ាប់ស្រងកកណូប្រហែលក្រុមផ្ទះក៏មានកូននោះទៅនៅមើចកែមឿនមីវអុយរត់ចូលទៅក្រុងសេរហូតខ្ញុំភីអាចចោះហើយភីលើគ្រប់លើអុយបារម្ភគុណចៅឈឺចាប់ណាស់រឿងសង្គ្រាមវាឆ្អែតហើយបានហើយខ្ញុំតាំងពី79មកហ្នឹងខ្ញុំមិនដែលនៅខាងក្នុងទេមិនដែលនៅស្រុកខ្មែរទេខ្ញុំឡើងមកព្រំដែនតាំងពីឆ្នាំ79ខែ7បាទដោយសារសង្គ្រាមខ្ញុំសុខចិត្តមកស្ម័គ្រធ្វើកងទ័ពនៅតាមព្រំដែននេះខាងនៅអត់ធំនឹងហើយដែលកើតសាលាអ្នកកើតសង្គ្រាមមកក្មេងអត់បានរៀនខ្លះក៏បានខ្លះក៏អត់បានដូច្នេះយើងពិបាកនឹងសន្និដ្ឋានមិនដឹងថានឹងសន្និដ្ឋានថាយ៉ាងណាបានត្រូវពិតប្រាកដទេបាទក៏ប៉ុន្តែគ្រាន់តែថាសូមឲ្យរាជរដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហាសុខភាពនៅក្នុងជំរំហ្នឹងឲ្យបានសុខសប្បាយកុំឲ្យមានខ្មាំងសត្រូវមកលុកលៀនសំខាន់បំផុតហើយចង់ឲ្យអន្តរជាតិឬតែហៅប្រជុំម្ដងអង្គុយចាំស្ដាប់បើកទូរទស្សន៍បើក Facebook មើលតាមដានរហូតបាទឬថាត្រូវគ្នាអដែលអាដូនត្រាំមកជួយនោះហើយដល់សម្រាប់ទៅមានណាអាសៀមវាមានមហិច្ឆតាឈ្លានពានយើងហើយសុកចិត្តហែកហើយកិច្ចសន្យារបស់ដូនត្រាំចោលខ្ញុំអាពោតជំលះមកកាលពីចំនួន3ឆ្នាំណាលោកកូនខ្ញុំរែកកូនដើរមួយខែ10ថ្ងៃបានមកដល់ខេត្តឧត្តរមានជ័យ
ដល់តែមកដល់ខេត្តដល់មានជ័យខ្ញុំគួយបាត់ជើងយ៉ាងសុំដីគេនៅដល់តែពេលសុំបានហើយស្រុកស្រួលបួលហើយធ្វើខ្ទមបាននៅហើយមួយសាក៏ដូចជា2សាធំបំផុត3សានេះឯងលោកកូនជឿចាប់អាចោថៃសមុទ្រអាសៀមសមុទ្រអត់មានដីនៅមកប្លន់តែយើងណាលោកកូនប្លន់ដីយើងមួយសាជា2សាកាត់ជា3សាលើកនេះឲ្យធំវាអាណិតទូចនេះលោកកូនយើងចាស់ហើយវាផុតទៅណាលោកកូនមិនដឹងជាយើងទៅស្មានណាមិនដឹងជាយើងនៅស្មានណាណាលោកកូនតែអាណិតតែក្មេងចំនួនក្រោយទៅមុខមិនដឹងជាគ្នាយ៉ាងម៉េចទៅទៀតបានខ្ញុំសូមជម្រាបទៅដល់លោកកូនលើកដៃជាផ្ទះសូមឲ្យអន្តរជាតិជួយឲ្យឆាប់រំសាយឲ្យវាឆាប់រំអាចោថៃសមុទ្រឲ្យវាឆាប់រំសាយឲ្យខ្មែរបងប្អូនទៅនៅតាមផ្ទះតាមសបែងឲ្យស្រួលសុខសប្បាយសុំសន្តិភាពជាមួយនឹងការបង្ហាញនៃការឈឺចាប់នេះប្រជាពលរដ្ឋក៏បដិញ្ញាគាំទ្រនៅរាល់ចំណាត់ការនានារបស់រាជរដ្ឋាភិបាលកម្ពុជាទាំងវិស័យការទូតយុទ្ធសាស្ត្រការពារជាតិដើម្បីទប់ទល់នឹងការឈ្លានពានរបស់កងទ័ពថៃមកលើបូរណភាពទឹកដីកម្ពុជាហើយក៏បានកោតទោសចំពោះអំពើអរិភាពរបស់កងទ័ពថៃនេះផងដែរតែជនការពីរសៀលថ្ងៃម្សិលមិញនេះសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនរួមទាំងភរិយារបស់អិសរាជជនមួយចំនួនទៀតបានអញ្ជើញចូលរួមជាមួយនឹងក្រុមការងារសបាជិតជួយរៀបចំវិកខ្ចប់អំណោយជាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខទៀតសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋភិក្ខុនៅតាមបណ្ដាជំរំសុវត្ថិភាពគិតមកដល់ថ្ងៃ17ធ្នូ2025អំណោយរបស់សម្ដេចនាយកហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតចំនួន27600កញ្ចប់ត្រូវបានចែកដល់ដៃប្រជាពលរដ្ឋភិក្ខុចំនួន27600គ្រួសារតាមបណ្ដាជំរំភិក្ខុផ្សេងៗដែលកំពុងរៀបចំចែកតាមជំរំភិក្ខុជាបន្តទៀតប្រជាពលរដ្ឋដែលភិក្ខុមកពីតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃបានទទួលការយកចិត្តទុកដាក់ទំនុកបម្រុងបំផុតពីសម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីសូមជម្រាបជូនថាអំណោយដែលផ្ដល់ជូនប្រជាពលរដ្ឋភិក្ខុនៅពេលនេះគឺក្នុងមួយគ្រួសារទទួលបានមួយកញ្ចប់ធំក្នុងនោះរួមមានដូចជាអង្ករថ្នាំដុសធ្មេញច្រាសដុសធ្មេញសាប៊ូដុំប្រេងខ្យល់ប្រេងកូឡាអង្រឹងអាវភ្លៀងពិលកន្សែងធំក្រមាធូបមូសថ្នាំពេទ្យដែលមាន4មុខទឹកដោះគោចំនួន2កំប៉ុងនំលីលីកន្ទេលមុងភួយសារ៉ុងសម្លៀកអនាម័យសាប៊ូម្សៅខោអាវឈុតទឹកស៊ីអ៊ីវមីត្រីខតង់និងធុងទឹកជាដើមក្រៅពីអំណោយក្នុងកញ្ចប់នេះក៏មានអំណោយជាគ្រឿងឧបភោគបរិភោគរបស់របរប្រើប្រាស់ផ្ដល់ឲ្យតាមរយៈអាជ្ញាធរទុកចែកបន្តដល់កងទ័ពគ្រួសារកងទ័ពនិងប្រជាពលរដ្ឋភិក្ខុជាបន្តបន្ទាប់តាមចំនួនពលរដ្ឋភិក្ខុនៅខេត្តនីមួយៗក្នុងនោះរួមមានកញ្ចប់អំណោយរបស់សម្ដេចនាយកមានដូចជាទឹកស៊ីអ៊ីវត្រីខមីតង់ធុងទឹកទឹកសៀងទឹកម្ទេសត្រីងៀតសាច់ក្រកឆាពៅខោទឹកនោមកូនក្មេងម្សៅទឹកដោះគោដបទឹកដោះគោកូនក្មេងទឹកដោះគោជូរនិងស្ករគ្រាប់ជាដើមដល់ឡែកសម្ភារៈសម្រាប់កងទ័ពរួមមានអំបុកត្រីងៀតសាច់ក្រកឆាពៅនំ UN កាពិឆានិងពងមាន់ស្ងោរជាដើមសូមរំលឹកថារហូតមកដល់ថ្ងៃនេះក្រុមការងារវិកខ្ចប់អំណោយសម្ដេចនាយកសម្ដេចគតិប្រិទ្ធបណ្ឌិតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីគឺមានរយៈពេល9ថ្ងៃហើយក្នុងការរៀបវិកខ្ចប់បញ្ជូនទៅកាន់ខេត្តគោលដៅសម្រាប់ចែកជូនដល់វីរៈកងទ័ពគ្រួសារកងទ័ពនិងប្រជាពលរដ្ឋភិក្ខុចំណែកឯតកតងនឹងការអប់រំវិញយើងឃើញថាក្រសួងអប់រំយុវជននិងកីឡាកំពុងតែប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណាជួយទៅដល់សិស្សភិក្ខុកុំឲ្យប៉ះពាល់ខ្លាំងពីការភៀសខ្លួនហើយមិនបានសិក្សារៀនសូត្រដោយកន្លងទៅនេះមានជាការរៀបចំនៅថ្នាក់រៀនបណ្ដោះអាសន្ននៅតាមមណ្ឌលភិក្ខុហើយបន្ថែមលើនោះគឺសិស្សភិក្ខុដែលរងគ្រោះនិងផ្អាកនៅការសិក្សាដោយសារតែការឈ្លានពានពីថៃនេះអាចទៅចុះឈ្មោះសិក្សានៅតាមរាជធានីខេត្តស្រុកក្រុងដទៃទៀតដែលមានសុវត្ថិភាពដែលមន្ទីរអប់រំតាមបណ្ដារាជធានីខេត្តនិងអាជ្ញាធរជួយសម្របសម្រួលក្រសួងអប់រំបានបញ្ជាក់ពីទិន្នន័យថាសិស្សជាង6000នាក់បានចុះឈ្មោះសិក្សាតាមសាលារៀនដទៃនៅក្នុងរាជធានីខេត្តចំនួន20គិតត្រឹមថ្ងៃទី16ខែធ្នូកន្លងទៅនេះក្នុងនោះក៏មានសិស្សផ្លាស់មកសិក្សានៅរាជធានីភ្នំពេញប្រមាណ700នាក់នៅក្នុងចំណោមនោះនៅវិទ្យាល័យបាក់ទូករាជធានីភ្នំពេញមានសិស្សជំនះពីព្រំដែនចំនួនជាង10នាក់បានចុះឈ្មោះសិក្សានៅទីនេះសិស្សថ្នាក់ទី12ដែលជំនះមកពីខេត្តឧត្តរមានជ័យលើកឡើងថាពួកគេតក់ស្លុតជាខ្លាំងពេលឮសំឡេងគ្រាប់ក្បែរសាលារៀនម្នាក់ត្រូវរត់ភៀសខ្លួនភ្លាមពេលកំពុងតម្រង់ជួររួចបន្តជំនះទៅតាមទីតាំងសុវត្ថិភាពនានាពួកគេក៏បានសម្រេចចិត្តឡើងមកបន្តការសិក្សានៅរាជធានីភ្នំពេញដោយពួកគេយល់ឃើញថាការបន្តការសិក្សាជាភាពចាំបាច់ទោះបច្ចុប្បន្នសង្គមជាតិទទួលរងសង្គ្រាមឈ្លានពានយ៉ាងណាក្តីជាកាតព្វកិច្ចរបស់ពួកគេជាសិស្សក្នុងពេលបច្ចុប្បន្នហើយក៏ដឹងច្បាស់ពីកាតព្វកិច្ចនៅពេលអនាគតដែលត្រូវតែខ្លាចជាយុវជនមានសមត្ថភាពមានចំណេះដឹងចូលរួមអភិវឌ្ឍជាតិជួយជាតិឲ្យកាន់តែរីកចម្រើនពួកគេដឹងច្បាស់ថាពេលសង្គមជាតិកម្ពុជាខ្លាំងនោះជាតិសាសន៍ដទៃមិនអាចមើលងាយឬឈ្លានពានកម្ពុជាបាននោះទេពេលហ្នឹងហើយច័ន្ទយើងពងត្រង់ជួបពងតសោតបត់ឲ្យពងសវរាខ្មែរក៏លើសលេងតួវត្តពីខាងគ្រូពេលហ្នឹងលើស្មាដល់ក៏លាន់ដល់ប៉ុន្តែក៏ពេលយូរទៅបាននាំគ្នានិយាយថាតួវត្តទៅក៏ហើយពេលហ្នឹងខ្ញុំចាំបានហេតុការណ៍ហ្នឹងឲ្យ
យកពុករងជួយអញ្ចឹងគ្រូដល់ពេលហើយម៉ាក់ប៉ាខលមកឡើងពេញហ្នឹងហើយក្នុងគ្នាសិស្សឆ្នើឆ្លងពេញហ្នឹងគ្រូក្នុងគ្នារត់ពេញហ្នឹងហើយក៏សាលាបានបើកដំបងឲ្យសិស្សចេញហើយក៏ឃើញប្រជាពលរដ្ឋមួយចំនួនជិះម៉ូតូជិះឡានបោះឡានហ្នឹងពេញហ្នឹងគ្រូពេញផ្លូវយ៉ាងពេញផ្លូវហ្មងណាហើយបន្ទាប់មកខ្ញុំក៏បានមកផ្ទះដូចគ្នាលោកគ្រូហើយម៉ាក់ប៉ាក៏ឲ្យមកកន្លែងសុខភាពសិនណាលោកគ្រូបើយើងចង់ឃើញសង្គមយើងរីកចម្រើនយើងគួរតែខិតខំរៀនសូត្រដោយសារតែមានឱកាសសិក្សារៀនសូត្រតែធ្វើឲ្យជីវិតយើងមានការរីកចម្រើនហើយបើយើងទៅតូនតាមអីដែលយើងជួបហ្នឹងក៏វាអត់មានបានអីដែរដោយសារតែយើងជាចំការស្នើរស័យហើយយើងក៏អាចធ្វើអីបានដែរអញ្ចឹងយើងបើមិនជាយើងចង់ជួយសង្គមយើងគួរតែខិតខំរៀនសូត្រព្រោះអីយើងជាសិស្សសានុសិស្សអញ្ចឹងយើងអាចធ្វើអីបានទេចាអញ្ចឹងយើងប្រកបយើងជាសិស្សសានុសិស្សគួរតែខិតខំរៀនសូត្រដើម្បីជួយឲ្យសង្គមយើងមានការរីកចម្រើនទោះបីជាក្នុងពេលដែលយើងលំបាកការសិក្សាគឺតែងតែនាំនៅផលល្អចំណុចហើយការសិក្សាគឺបានផ្ដល់តម្លៃអប់រំឲ្យមនុស្សចេះគិតចេះគូរចេះបង្កើតថ្មីហើយក៏វាបានជួយទ្រទ្រង់នៅផ្នែកសេដ្ឋកិច្ចនិងបានជួយអភិវឌ្ឍប្រទេសដល់ស្រុកយើងផងដែរយើងកំតោទុនទៅតាមរឿងសង្គ្រាមហ្នឹងអីយើងត្រូវតែខំប្រឹងសិក្សាបន្តទៀតទៅស្អីយើងជាយុវជនចំនួនក្រោយយើងត្រូវការសមត្ថភាពឬចំណេះដឹងដើម្បីអភិវឌ្ឍជាតិយើងបន្តទៀតលោកគ្រូយិនអៀងនាយករងវិទ្យាល័យបាក់ទូកក៏បានជម្រាបជូនឲ្យដឹងផងដែរថាសម្រាប់សិស្សដែលជំនះមកសិក្សានៅវិទ្យាល័យបាក់ទូកភាគច្រើនជាសិស្សសិក្សានៅថ្នាក់ទី12សាលាក៏បានជួយសម្រួលលើការចុះឈ្មោះសិក្សាដល់ពួកគេដើម្បីពួកគេអាចចូលសិក្សាបានភ្លាមបាទនៅសាលាបាក់ទូករបស់យើងខ្ញុំនេះមកដល់ពេលនេះសាលាបានទទួលសិស្សភាគសិក្សាដែលមករៀននៅវិទ្យាល័យយើងខ្ញុំចំនួន11នាក់ដែលមកពីខេត្តឧត្តរមានជ័យប្រាវិហារបាត់ដំបងកោះកុងនិងបន្ទាយមានជ័យបាទអ្វីដែលខ្ញុំទទួលបានសម្រាប់ពួកគាត់មានទី7 2នាក់ទី10ទី11និងទី12ជាពិសេសច្រើនជាងគេគឺថ្នាក់ទី12ពួកយើងខ្ញុំបានជួយសម្រួលដល់ពួកគាត់គ្រប់បែបយ៉ាងបាទមិនចាំបាច់ថាគាត់មានឯកសារទេឲ្យតែគាត់មកមានការអះអាងពីអាណាព្យាបាលបាទពួកយើងខ្ញុំនឹងសម្រួលឲ្យគាត់បានចូលរៀនបាទដោយរលូនបាទអត់ឲ្យខាតការសិក្សារបស់កូនទាំងអស់នោះទេជាពិសេសថ្នាក់ទី12ពួកគាត់ត្រូវជាឆ្នាំប្រឡងដូច្នោះក្នុងនាមយើងខ្ញុំជាគណៈគ្រប់គ្រងនៃវិទ្យាល័យបាក់ទូកបានដុតដៃដុតជើងដើម្បីឲ្យគាត់បានចូលរៀនឆាប់ព្រោះយើងគិតថាបើគាត់មិនបានរៀនពេញលេញទេគាត់ពិបាកក្នុងការប្រឡងបាក់ឌុបនៅថ្ងៃទី10 ខែ 8 ឆ្នាំ 2026 ខាងមុខនេះបាទសូមបញ្ជាក់ថាឈានចូលដល់ថ្ងៃទី18 ខែធ្នូនេះទាហានថៃនៅតែបន្តវាយប្រហារឈ្លានពានទឹកដីកម្ពុជាហើយក្រសួងអប់រំយុវជននិងកីឡាបានបង្ហាញឲ្យដឹងថាគិតត្រឹមថ្ងៃទី17ធ្នូសាលារៀនជាប់បន្ទាត់ព្រំដែនចំនួន 1091 បានបិទទ្វារប៉ះពាល់ដល់ការសិក្សារបស់សិស្សរហូតដល់ជាង 25,000 នាក់